ខ្ញុំពិបាកចិត្តណាស់ពីព្រោះខ្ញុំមិនបានរៀនពីចម្ងាយដោយបំផាក់ដតៃឲ្យកូនខ្ញុំស្រីនិតនឹងឲ្យជួយធ្វើការងារដូចជាវិច្ចសមនឹងលក់ដើម្បីយកលុយឲ្យកូននឹងវាទៅរៀនក៏មិនបានអញ្ចឹងឲ្យខ្ញុំបង្ហាត់វាបានតិចតួចនៅឯផ្ទះហ្នឹងហើយកូននឹងវាពិការនិយាយក៏វាមិនច្បាស់នៃជំងឺ COVID-19 នេះគឺវាបានធ្វើឲ្យប្រជាជនទាំងអស់គាត់បាត់បង់ចំណូលយ៉ាងច្រើនគឺគាត់អត់បានរកស៊ីគាត់ត្រូវបានបិទទ្វារទីផ្សារមួយចំនួនគាត់ត្រូវបានបិទទ្វារសាលារៀនទាំងមូលទូទាំងប្រទេសកម្ពុជាគ្រប់កម្រិតថ្នាក់ចាប់ពីមត្តេយ្យសិក្សារហូតដល់ឧត្តមសិក្សាត្រូវបានបិទទ្វារដូច្នេះការសិក្សារបស់សិស្សានុសិស្សទទួលបានការសិក្សាតិចតួចសិស្សជួបការលំបាកសិស្សពិការភាពដែលមិនមានលទ្ធភាពក្នុងការប្រើប្រាស់ឬក៏ទិញសម្ភារៈសម្រាប់ការសិក្សាពីចម្ងាយដូចជាទូរទស្សន៍ smartphone tablet ឬក៏ឧបករណ៍ផ្សេងៗដែលបម្រើឲ្យការសិក្សារៀនសូត្រពីចម្ងាយនេះអាការរីករាលដាលនៃជំងឺ COVID-19 នេះគឺមានការពិបាកបាទព្រោះថាពិបាកមិនបងប្អូនប្រជាពលរដ្ឋយើងអាណាព្យាបាលសិស្សហ្នឹងគឺពិបាកតាំងពីប្រកបការងាររកស៊ីហើយសិស្សពិបាកការងាររៀនសូត្រអីសពបែបសពយ៉ាងអញ្ចឹងឃើញថាមានការពិបាកខ្លាំងណាស់បាទក្នុងនាមខ្ញុំជានាយកសាលានៃសាលាបឋមសាស្វ័យទាបនេះឃើញថាក្នុងកំឡុង COVID-19 ចាអញ្ចឹងទៅនឹងសាលារៀនចាមានការបិទទ្វារអញ្ចឹងធ្វើឲ្យសិស្សានុសិស្សនិងលោកគ្រូអ្នកគ្រូយើងមិនបានមកសាលារៀនពិសេសគឺសិស្សដែលជួបការលំបាកនិងសិស្សដែលកុមារពិការភាពចាក្រោយពីសាលារៀនបិទទ្វារក្រសួងបានចេញសេចក្តីណែនាំលិខិតលេខ23 អយកសននចុះនៅថ្ងៃទី24ខែមេសា2020ស្តីពីការសិក្សាពីចម្ងាយនិងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក COVID-19 ដែលធ្វើឲ្យប្រទេសរបស់យើងនឹងមានការផ្ដាច់ទំនាក់ទំនងគ្នាមានការភ័យខ្លាចគ្នាជាមួយនឹងការជួបជុំផ្សេងៗក្នុងនោះបើសិនបើយើងផ្ដោតទៅមើលការងារអប់រំនៅតាមគ្រឹះស្ថានសិក្សាគឺមានការអសកម្មទាំងស្រុងដោយសិស្សមិនមានឱកាសទៅសិក្សានៅតាមសាលាដូចរាល់ដងនោះឡើយខ្ញុំមានចិត្តសប្បាយរីករាយដោយបានគ្រូបង្រៀនតាមទូរស័ព្ទហ្នឹងខ្ញុំមានចិត្តត្រេកអរយ៉ាងខ្លាំងចាខ្ញុំសូមអរគុណដល់ក្រុមហ៊ុន Smart ដែលបានដល់ជាទូរស័ព្ទឲ្យកូនខ្ញុំរៀនខ្ញុំសូមអរគុណណាស់ក្នុងនាមខ្ញុំជាគ្រូបង្រៀនម្នាក់ខ្ញុំពិតជាសប្បាយចិត្តណាស់ដែលកូនសិស្សដែលជួបការលំបាកឬកូនសិស្សពិការមួយចំនួនគាត់ទទួលបាន tablet ឬក៏ទូរស័ព្ទ Smart បានប្រើប្រាស់ជាពិសេសគឺគាត់បានរៀនសូត្រដូចគេនៅតាមផ្ទះដែរសម្រាប់ខ្ញុំជាគ្រូបង្រៀនខ្ញុំនឹងជំរុញបន្ថែមទៅដល់អាណាព្យាបាលសិស្សដើម្បីឲ្យគាត់ចូលរួមជាមួយនឹងសិស្សានុសិស្សដើម្បីការសិក្សារបស់កូនរបស់គាត់នៅក្នុងអំឡុងពេលជំងឺរាតត្បាត COVID-19 នេះខ្ញុំដល់ឃើញថាពីដើមសិស្សយើងមានការខ្វះខាតសម្ភារៈបច្ចេកទេសទំនើបដល់ឮថាមានការឧបត្ថម្ភ tablet ឬមួយក៏ទូរស័ព្ទ smartphone ទំនើបដល់សិស្សមានការរៀនសូត្រអញ្ចឹងខ្ញុំគិតថាមានការសប្បាយចិត្តយ៉ាងម៉េចសប្បាយចិត្តទីមួយថាទោះបីសិស្សអត់បានទៅរៀននៅសាលាក៏សិស្សមានបណ្ដុំចំនួនសិស្សមួយចំនួនតូចដើម្បីរៀនបន្តពី tablet ហើយនឹងក៏ពីទូរស័ព្ទ smartphone ដែរបាទនាងខ្ញុំជាគណៈគ្រប់គ្រងសាលាមានការសប្បាយចិត្តយ៉ាងខ្លាំងចាដោយលោកគ្រូអ្នកគ្រូឬក៏សិស្សានុសិស្សនៅសាលាខ្ញុំនេះបានទទួល tablet និង smartphone ចាដើម្បីផ្ដល់ឲ្យគាត់សិក្សាពីចម្ងាយនៅតាមបណ្ដុំឬក៏នៅតាមផ្ទះរបស់ខ្លួនហើយអប់រំយុវជននិងកីឡាស្រុកចំការលើនាងខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយខ្លាំងណាស់ដែលពេលក្រុមហ៊ុន Smart បានជួយឧបត្ថម្ភទូរស័ព្ទនិង tablet សម្រាប់ឲ្យលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សបានសិក្សារៀនសូត្រទាន់ពេលវេលាយើងសង្កេតឃើញថាអង្គការ Save the Children
បានខិតខំយកចិត្តទុកដាក់និងបានសហការជាមួយក្រុមហ៊ុន Smart Asita បានផ្ដល់នៅ tablet និង smartphone ជូនដល់កុមារដែលជួបការលំបាកមិនមានលទ្ធភាពក្នុងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកមិនត្រឹមតែប៉ុណ្ណោះទេអង្គការ Save the Children បានជួយជំរុញផ្ដល់នៅវគ្គបំពេញបច្ចេកទេសដល់អ្នកពាក់ព័ន្ធទាំងអស់នោះមានសិស្សដែលទទួលបាន smartphone ឬក៏ tablet នោះដល់លោកគ្រូអ្នកគ្រូលោកនាយកក៏ដូចជាមន្ត្រីបុគ្គលិកអប់រំពាក់ព័ន្ធទាំងអស់ឲ្យមានបច្ចេកទេសក្នុងការប្រើ tablet និង smartphone ទាំងនោះគុណដល់លោកគ្រូអ្នកគ្រូទាំងអស់ដែលបានបង្រៀនតាមទូរស័ព្ទដៃយើងខ្ញុំអរគុណទាំងអស់ទាំងលោកគ្រូនិងអ្នកគ្រូហើយក្រុមហ៊ុន Smart ដែលបានផ្ដល់របស់នេះជូនដល់មកកូនខ្ញុំរៀនសូត្របានចេះដឹងណាខ្ញុំសូមអរគុណហើយក្នុងនាមខ្ញុំជាគ្រូបង្រៀនខ្ញុំនឹងខិតខំស្វែងរកវីដេអូពីក្រសួងយ៉ាងច្រើនដើម្បីបញ្ជូនទៅឲ្យកុមារដែលមាន tablet ឬក៏ទូរស័ព្ទនេះប្រើប្រាស់និងបានរៀនសូត្រទាំងអស់គ្នាបាទសូមបាទជាចុងក្រោយនេះខ្ញុំសូមជូនពរដល់អង្គការសង្គ្រោះកុមារកម្ពុជា Save the Children និងក្រុមហ៊ុន Smart ដែលបានឧបត្ថម្ភជា tablet និង smartphone ដល់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សសូមឲ្យអង្គការក៏ដូចជាក្រុមហ៊ុនដំណើរការរលូនតទៅជោគជ័យគ្រប់ការងារទាំងអស់ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ Save the Children ហើយនឹងបានសហការជាមួយនឹងក្រុមហ៊ុន Smart ដែលបានឧបត្ថម្ភនៅ tablet ឬមួយក៏ទូរស័ព្ទ smartphone នេះដល់ខាងលោកគ្រូអ្នកគ្រូក្តីដល់សិស្សានុសិស្សក្តីដើម្បីបន្តការរៀនបន្តទៅទៀតមិនឲ្យដាច់នេះខ្ញុំនឹងរិះរកគ្រប់មធ្យោបាយទាំងអស់ដែលតាក់ទងទៅនឹងការបង្រៀននេះពិសេសគឺវីដេអូចាដែលតាក់ទងនឹងការបង្រៀនរបស់គ្រូយើងចាដើម្បីផ្សព្វផ្សាយទៅដល់សិស្សនិងគ្រូនៅតាមបណ្ដុំឬក៏នៅពេលទំនេរផងដែរនាងខ្ញុំក៏បានយកចំណេះដឹងដែលបានសិក្សារៀនសូត្រពីវគ្គបណ្ដុះបណ្ដាលនោះយកទៅផ្សព្វផ្សាយដល់លោកគ្រូអ្នកគ្រូនៅក្នុងស្រុកចំការលើនិងសាលានៅក្នុងស្រុកចំការលើទាំងអស់ផងដែរក្នុងនាមមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ចាមនិងក្នុងនាមខ្លួនខ្ញុំផ្ទាល់ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការ Save the Children និងក្រុមហ៊ុន Smart Asita ដែលបានជួយឧបត្ថម្ភគាំទ្រទៅលើកុមារឲ្យគាត់ទាំងឡាយបានមានលទ្ធភាពទទួលបានចំណេះដឹងនៅក្នុងសម័យកាលជួបការលំបាកនេះហើយក៏សូមអំពាវនាវដល់សប្បុរសជនហើយជាពិសេសគឺក្រុមហ៊ុន Smart សូមនៅតែជួយបន្តនៅការគាំទ្រការងារនេះដើម្បីឲ្យការរៀនសូត្ររបស់កុមារនឹងទទួលបាននៅចំណេះដឹងប្រកបដោយស្ថិរភាពបាទសូមអរគុណ